vềประเทศជាតិកំពុងចេះព័ត៌មានคล้ายៗមានច្រើនអញ្ចឹងសូមពេលលាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មុននឹងជឿទៅលើព័ត៌មានយើងត្រូវច្បាស់ខ្លួនឯងចាដូចខាងទូទៅជាតិក្រសួងការពារជាតិហើយនឹងក្រសួងព័ត៌មានលោកបានផ្ដល់ព័ត៌មានហ្នឹងបានច្បាស់លាស់ប៉ុន្តែចំពោះប្រភពព័ត៌មានផ្សេងទៀតដូចជាការបរោះផេកផ្សេងហ្នឹងគឺជាការក្លែងបន្លំទេអញ្ចឹងសូមឲ្យបងប្អូនទាំងអស់ជឿជាក់ទៅលើរាជរដ្ឋាភិបាលចាព័ត៌មានคล้ายៗនេះគឺផ្ដល់ផលអវិជ្ជមានដល់ប្រជាជនក៏ដូចជាប្រទេសជាតិចាកាលណាយើងជឿទៅលើព័ត៌មានคล้ายៗធ្វើឲ្យយើងមានអារម្មណ៍ជ្រួលច្បល់ប្រជាជនទូទាំងប្រទេសក៏ជ្រួលច្បល់ចាអត់ដឹងថាព័ត៌មានណាពិតមិនពិតចានេះចំពោះព័ត៌មានคล้ายៗចាហើយសម្រាប់ការតាមដានគឺយើងត្រូវពិនិត្យទៅលើផេករបស់ក្រសួងដូចជាក្រសួងការពារជាតិចាក្រសួងព័ត៌មានចានិងផេកព័ត៌មានធំចានឹងចាំយើងជឿចាយើងកុំជឿទៅព័ត៌មានដែលមិនច្បាស់ការធ្វើឲ្យយើងបែកបាក់សាមគ្គីផ្ទៃក្នុងធ្វើឲ្យយើងបាក់ទឹកចិត្តចាហើយជាពិសេសក៏ធ្វើឲ្យបងវីរៈកងទ័ពហ្នឹងក៏មានការបាក់ទឹកចិត្តដូចគ្នា